ngày nay nhầm bạ chật á mi rõm thưa ca mi rõm thưa ấy cha nó có tay tầng prật tầng khai ta là nghi tầng dục quạt ai nhầm tự đó sai ai lôi son lôi quạt hay nhầm mi lôi nà son quạt បាទនេះជាបញ្ហាអ្នកទាំងអស់គ្នាកំពុងតែប្រឈមមែនដែរឬទេបើសិនជាមែនសូមធ្វើការខមមិនបញ្ជាក់ប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងខ្ញុំនឹងតាក់ទងទៅដើម្បីជួយធ្វើផែនការដោះពីបញ្ហានេះតែម្ដងបាទអូខេបងប្អូនអញ្ចឹងមុនទៅចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងណាខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំណាខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆលស្រីផាពួកយើងធ្លាប់ជាប់បំណុល$40000យើងបានខ្ចីគេដំបូងនៅឆ្នាំ2015ហ្នឹងគឺខ្ចីដំបូង$5000ទេយកទៅធ្វើបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានពេជ្រសំរោងហ្នឹងអញ្ចឹងគឺជាអកុសលមិនបានជោគជ័យទេបងប្អូនហើយក៏យើងធ្វើបានតែមួយឆ្នាំក៏យើងខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញអញ្ចឹងហើយក៏យើងប្រឹងប្រែងរកស៊ីមុខរបរផ្សេងៗហ្នឹងដល់ឆ្នាំ2019បាទអញ្ចឹងនៅពេលដល់ឆ្នាំ2019ហ្នឹងយើងគាំងខ្លាំងតែម្ដងបាទយើងគាំងដល់ថ្នាក់រត់ចោលស្រុកបងប្អូនខ្ញុំធ្លាប់រត់ចោលស្រុកដោយសារតែបំណុលខ្ញុំខ្មាស់គេខ្ញុំគិតថានៅស្រុកយើងនេះរកស៊ីអីមិនចេញទេអញ្ចឹងយើងចាក់ចេញពីស្រុកកំណើតទៅធ្វើការជាពលករនៅក្នុងប្រទេសថៃបងប្អូនបងប្រុសបងស្រីខ្ញុំបានទៅហើយប៉ុន្តែមិនស្រួលដូចអ្វីដែលយើងបានគិតនោះទេព្រោះយើងគិតថាទៅឲ្យមានបានចាំយើងត្រឡប់មកវិញតែពេលទៅបងប្អូនពិបាកពេកក៏ត្រឡប់មកវិញអញ្ចឹងនៅពេលដែលខ្ញុំបានត្រឡប់មកវិញក៏ខ្ញុំជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលគឺជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000ក្នុងពេលតែមួយខែទេបាទឲ្យយើងចាក់ចេញពីបញ្ហានឹងបានអញ្ចឹងហើយគាត់បានប្រាប់យើងទៀតបាទលើកទឹកចិត្តយើងទៀតថាវុតអើយវុតឯងដោះស្រាយរួចហើយវុតឯងចងក្រងបទពិសោធន៍ទាំងអស់ហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសភៅទៅដើម្បីចែកចាយទៅដល់អ្នកដទៃទៀតអញ្ចឹងក៏យើងធ្វើតាមគាត់ទៅក៏មានបងប្អូនជាច្រើនដែលគាត់បានស្គាល់យើងតាមរូបមន្តក្បួនស្គាល់យើងហើយយកទៅធ្វើយកទៅមើលក៏បានសេរីភាពបាទអញ្ចឹងបងប្អូនបើសិនជាបងប្អូនកំពុងតែពិបាកពីបញ្ហាទាំងអស់នេះបងប្អូនអាចចុចចូលមើល link Telegram មួយដែលបានដាក់សាកសីសម្ដីពិតៗតែគាត់ធ្វើការបកស្រាយបើបងប្អូនចង់ស្ដាប់ចង់ឃើញបងប្អូនអាចចុចចូលបានបាទអូខេបងប្អូនចឹងត្រឡប់មកវិញនិយាយអំពីការពិបាកចិត្តស្មុគស្មាញអត់មានលុយអត់មានកាក់អីទេបាទហើយម្ចាស់បំណុលទេដោយភរិយារបស់ខ្ញុំថាទេនោះខ្លាចដល់ថ្នាក់ខ្លាចទូរស័ព្ទហើយទេព្រឹកទេល្ងាចទេមួយថ្ងៃ4 10 20ដងក៏មានដែរអញ្ចឹងអ្នកទាំងអស់គ្នាខ្លាចមែនតើខ្លាចម្ចាស់បំណុលដែលគាត់ទេហើយទេទៀតទេហើយទេទៀតគឺគាត់សម្លុតគាត់គំរាមគាត់កំហែងថាឲ្យយើងនឹងធ្វើម៉េចដោះស្រាយបញ្ហាលុយឲ្យគាត់វិញមិនមែនឲ្យលុយមកខ្ចីហើយយើងទុកត្រឹងបែបហ្នឹងទេអញ្ចឹងត្រូវគេមើលងាយត្រូវគេស្ដីបន្ទោសត្រូវគេវាយប្រហារជាដើមធ្វើឲ្យអ្នកទាំងអស់គ្នាខ្លាចទូរស័ព្ទហ្នឹងតែម្ដងអញ្ចឹងនេះគឺជាជំងឺមួយគេហៅថាបំណុលភ័យខ្លាចអញ្ចឹងបងប្អូនបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះមិនអីទេខ្ញុំធ្លាប់ជួបដែរហើយខ្ញុំធ្លាប់បានជួយបងប្អូនជាច្រើនដែលឆ្លងកាត់ពីបញ្ហាទាំងអស់នេះដោយតាមរយៈនៃការធ្វើផែនការដោះមួយចំនួនដើម្បីចាក់ចេញពីបញ្ហាទាំងអស់នេះអញ្ចឹងបើសិនជាបងប្អូនត្រូវការចង់បានរូបមន្តក្បួនទាំងអស់នោះអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ096 663 008 យើងមានទទួលការប្រឹក្សាតាមទូរស័ព្ទយើងមានវគ្គខ្នាតក្បួនត្រឹមត្រូវអាចជួយបងប្អូនបានកុំអស់សង្ឃឹមបាទរឿងបំណុលយើងមានដំណោះស្រាយ